ដូចខ្ញុំថានោះចង់ផុតនោះត្រង់ចង់ផុតភ្នំនោះគឺជាចំណុចមុំ3កន្លែងដែលមានរឿងគិតទៅពីកន្លែងនោះមកកន្លែងខ្ញុំនេះអត់ឆ្ងាយគ្នាទេត្រឹមសាប្រុសក្របស្រូវរើសលុបក្នុងគូយន្តបណ្ដោយគូយន្តនេះប្រើប្អូនថ្លៃម្នាក់ហើយនឹងប្អូនថ្លៃ2នាក់មកជួយរើសលុបក្របស្រូវនោះហើយខ្ញុំបាទនៅឯថៃរហូតបានមកជួយចេញពលកម្មអីទេពុកម៉ែបងប្អូនគឺបានទៅបញ្ជាទៅប្រាប់មកពីចម្ងាយដោយសារតែខ្ញុំបាទនោះក៏រវល់ក្នុងការរកស៊ីឈ្នួលពាត់ចិញ្ចឹមកូនប្រពន្ធនៅឯស្រុកថៃនោះហើយស្រូវនេះគេក៏ព្រោះបានប្អូន2នាក់មកជួយ2ថ្ងៃផ្ទៃដីក្នុងចំណោះផ្ទៃដី6ហិកតាឃើញថាវាទៅលើសបណ្ដើហើយបើអត់បានបាញ់ថ្នាំរបស់ឬក៏ធ្វើអីទៀតទេឃើញថាស្មៅលាយគ្នានឹងស្រូវលាយគ្នានឹងស្មៅមិនដឹងដោយសារឆ្នាំនេះខុសពីឆ្នាំទៅគឺថាឆ្នាំទៅមួយនោះធ្វើស្រែជួដី2ដងមិនបានប្រុសក្របស្រូវវាអត់សូវមានស្មៅតែឥឡូវឆ្នាំនេះវាចង់ជ្រុលខែជ្រុលឆ្នាំផងក៏ព្រោះតាំងស្មៅស្មាញជួដីភ្លាមព្រោះភ្លាមធ្វើឲ្យស្រូវវាមានស្មៅច្រើននេះក៏មកមើលស្រូវ4នាក់កូនប្រពន្ធឥឡូវដើរទៅមើលនៅឯជ្រុងនោះពុកម៉ែបងប្អូននោះហើយស្រែខ្ញុំបាទនេះក៏ជប់ជាបន្ទាត់ព្រំដែនគិមុំ3ពុកម៉ែបងប្អូនទៅនិយាយរឿងមុំ3ពុកម៉ែបងប្អូនប្រហែលជាបានជ្រាបហើយរឿងចំណាស់ព្រំដែនចុងភ្នំខាងកើតខាងនេះគឺជាចំណុចមុំ3ដែលមានរឿងគឺថាពីចំណុចមុំ3មកស្រែខ្ញុំក៏អត់មានឆ្ងាយប្រហែលទេប្រហែលជា7-8 គីឡូដែរមើលឃើញនឹងផ្នែកចេះវាអាចជាបៀតពុកម៉ែបងប្អូនមើលនឹងភ្នំប៉ុន្តែដើរតែមិនទៀនឆ្ងាយ7-8-9 គីឡូដែរពីស្រែខ្ញុំទៅមុំ3កន្លែងដែលមានបញ្ហាជាមួយនឹងពួកសៀមទាហានសៀមនេះគេចេះចាំពាវនាវឲ្យត្រៀមខ្លួននឹងដឹងត្រៀមរមិចទេពុកម៉ែបងប្អូនស្រែចំការផ្ទះសម្បែងនៅក្នុងស្រុកស្រែមានតែនៅប៉ុណ្ណេះឯងថ្ងៃនេះក៏មកឆ្លៀតមកមើលស្រូវមិននឹងបានហូបមិនបានបើវាស្មៅយ៉ាងចេះហើយទល់តែរលុយសំកាក់ទៀតចូលមកទិញថ្នាំរបស់មកបាញ់សម្លាប់ស្មៅឲ្យវាស្រូវវាល្អបាននេះពុកម៉ែបងប្អូនមើលនោះសិតតានេះស្រូវតាំងពីជ្រុងឯលិចនោះជ្រុងឯលិចនោះមកប៉ិតមកផ្នែកដី6ហិកពុកម៉ែបងប្អូនវាមិនជាច្រើនប្រហែលទេដី60000 ម៉ែត្រការ៉េហើយដូចឃើញជាក់ស្ដែងនេះសិតតែស្មៅហើយខ្ញុំបាទក៏អត់បានដើរទេថតឲ្យពុកម៉ែបងប្អូនបានមើលទេដោយសារថ្ងៃវាក្តៅពេកខ្ញុំក៏បាទអង្គុយថតទៅលើខ្ទមបង្ហាញពុកម៉ែបងប្អូនទៅប៉ុណ្ណេះឯងហើយចំណុចនេះដូចខ្ញុំថានោះចង់ផុតនោះត្រង់ចង់ផុតភ្នំនោះគឺជាចំណុចមុំ3កន្លែងដែលមានរឿងគិតទៅពីកន្លែងនោះមកកន្លែងខ្ញុំនេះអត់ឆ្ងាយគ្នាទេហើយប្រពន្ធខ្ញុំដើរមើលស្រូវជាមួយខ្ញុំសុំឲ្យពុកម៉ែបងប្អូនមើលនេះគេអ្នកដើរមើលស្រូវត្រង់ដើមចេកឆ្នាំនេះធ្វើតែឯងហើយពុកម៉ែបងប្អូនអត់បានជួយកម្លាំងពលកម្មអីមិនតិចទេខ្ញុំបាទនៅខំត្រលុយមកឲ្យប្រពន្ធតែវារលុយវាមិនបានច្រើនណាស់អីទេត្រស៊ីកាប់ដើមយូខាយគីការងារវាអត់ទៀងទាត់តកែក៏វាមិនស្រួលទៀតក៏មកវិញដល់ផ្ទះដល់សំបែងវិញក៏ដើរមកមើលស្រូវឃើញថាវាលើស
បន្តបានមិននឹងកូនប្រុសកូនស្រីទេពុកម៉ែបងប្អូនដូចនិយាយដដែលនេះវាស្មៅផងវាស្មៅផងអីផងបើឆ្នាំទៅភ្ជួរដាក់បាន2 ដងដល់ពេលឆ្នាំនេះភ្ជួររួចបាច់លើស្មៅបណ្ដោយសិតតែស្មៅលេកូនឈើហើយស្រូវដោះជាមួយគ្នានឹងហើយដំណាំរុក្ខជាតិនឹងឯងនឹងហើយពុកម៉ែបងប្អូនចិញ្ចឹមចាប់នៅវីដេអូខ្ញុំក៏សូមគ្រប់ជំរាបលាពុកម៉ែបងប្អូនត្រឹមប៉ុណ្ណេះបើសិនមិនខុសឆ្គងដោយប្រការណាមួយនៃការអត្ថាធិប្បាយក៏ដូចជាការនិយាយចែកជូនពុកម៉ែបងប្អូនក៏សូមអធិស្ឋានអភ័យទោសតាមរយៈខ្សែវីដេអូនេះផ្ទាល់នៅតែស្រឡាញ់គ្រប់ត្រូលពុកម៉ែបងប្អូនទាំងអស់គ្នាជានិច្ចដែលស្រឡាញ់គ្រប់ត្រូលខ្ញុំបាទធាម